បាទសួស្តីបងប្អូនអរគ្នាឥឡូវយើងមកអនុវត្តលំហាត់ទាក់ទងជាមួយនឹងការសម្រួលប្រភេទរបស់យើងបាទខ្ញុំមាន2ភាព8បាទខ្ញុំចង់សម្រួលវាធ្វើម៉េចឲ្យវាទៅជាប្រភេទមួយថ្មីទៀតប៉ុន្តែវាមានតម្លៃស្មើគ្នាជាមួយប្រភេទដើមទេគ្រាន់តែថាវាជាប្រភេទដែលយើងមិនអាចសម្រួលបានតទៀតទេអញ្ចឹង2ភាព8នេះខ្ញុំយក2ចែកនឹង2បានប៉ុន្មានបាទ2ចែកនឹង2គឺស្មើជាមួយនឹង1បាទ8ចែកនឹង2គឺស្មើជាមួយនឹង4អញ្ចឹង1ភាគ4នេះគឺយើងឡើងអាចសម្រួលបានទៀតហើយបាទអញ្ចឹងមើលប្រភេទមួយទៀតបាទគឺ3ភាគ10 15អញ្ចឹងក្នុងករណីនេះគឺខ្ញុំអាចនិយាយបានថា15គឺអាចចែកជាមួយ3បានអញ្ចឹងយើងបាន15ចែកនឹង3ហើយ3នេះក៏យើងយកទៅចែកនឹង3ខ្លួនឯងមកអញ្ចឹង3ចែកនឹង3បាន1 15ចែកនឹង3បាន5បាទឥឡូវយើងមកមើលបន្តមួយទៀតខ្ញុំសូមដោះស្រាយឲ្យមួយទៀតបាទ5នៅលើ10បាទ5នៅលើ10អញ្ចឹង5ចែក5បានប៉ុន្មានបាន1បាទ10ចែក5បានប៉ុន្មាន10ចែក5បាន2បាទអញ្ចឹងយើងទទួលបានចម្លើយ1ភាគ2បាទបងប្អូនអរគ្នាឥឡូវយើងទៅដល់5លំហាត់ទៀតអញ្ចឹងសង្ឃឹមថាវីដេអូនេះខ្លីបន្តិចហើយសង្ឃឹមថាបងប្អូនអរគ្នាក៏អាចដោះស្រាយលំហាត់5លំហាត់ទៀតបានផងដែរបាទឥឡូវយើងសាកល្បងទាំងអស់គ្នាថាតើយើងសម្រួលប្រភេទហ្នឹងទៅតើប្រភេទហ្នឹងទទួលបានតម្លៃស្មើប្រមាណបាទអរគុណច្រើនបងប្អូនអរគ្នាហើយយើងជួបគ្នានៅវីដេអូក្រោយទៀត